សួស្តីអ្នកនរគ្នាថ្ងៃនេះមកជួបក្នុងសារថ្មីម្ដងទៀតហើយខ្ញុំចង់ប្រាប់ឬក៏បង្ហាញអំពីវីដេអូថ្មីមួយដែលបងប្អូនខ្លះច្រើនតែឆ្ងល់ពិសេសអ្នកដែលបណ្ដាញសង្គម Facebook page បាទដែលលេខ page ដៃថ្មីឬក៏ដៃចាស់ច្រើនតែឆ្ងល់ថាផុសវីដេអូមិនឲ្យបានច្រើនអញ្ចឹងណាបាទដល់ថ្ងៃនេះមកជួបខ្ញុំនឹងធ្វើវីដេអូមួយដើម្បីបង្ហាញពីការផុសវីដេអូនៅក្នុង page បាទ Facebook page យើងម្ដងឲ្យបានច្រើនបាទបានច្រើនវីដេអូបាទផុសតែម្ដងគឺចេញទៅតែម្ដងបាទអត់មានផុসমដងមួយទេបាទដោយសារយើងមានវិធីរបៀបនេះអាចផុសទៅបានច្រើនយើងចង់ផុស10ផុស20ផុស30បាទត្រឹម50ចុះក្រោមយើងអាចផុសម្ដងអញ្ចឹងណាបាទឥឡូវកុំឲ្យខាត់ពេលយូរតោះយើងទៅចូលក្នុងកុំព្យូទ័ររបស់គ្នាបាទបាទតោះឥឡូវយើងចូលទៅចាប់ផ្ដើមជាមួយនឹងកុំព្យូទ័ររបស់គ្នាជាមួយខ្ញុំបាទយើងចូលក្នុង page មកនេះគឺជា page របស់ខ្ញុំបាទនេះ page ខ្ញុំមានច្រើនប៉ុន្តែខ្ញុំយកទៅមួយដើម្បីមកបង្ហាញបងប្អូនអរគ្នាផ្សេងអ្នកដៃថ្មីដែរដែលគាត់ទៅរៀនដូចខ្ញុំដែរបាទដែលមិនទាន់ដឹងលើសូមបង្ហាញឲ្យដឹងបាទអ្នកចាស់ដឹងហើយសូមកាន់តែប្រេតោផងកាលណាបង្ហាញទៅមានការខុសឆ្គងอะไรមួយបាទឥឡូវយើងនេះគេហៅថា create reel បាទ create reel នេះបាទយើងអត់ផុសទេឥឡូវយើងផុស upload វីដេអូអញ្ចឹងយើងចូលឡើង upload វីដេអូមកបាទនេះចូលនេះចុចមកឬចូលមាន single video មានន័យថា single យើងប្រើថាមួយណាឬក៏ពាក្យសាមញ្ញគេប្រើថានៅ live ណាប៉ុន្តែ single video នេះគឺបានផុសម្ដងមួយទេបាទ single ពេលទៅផុសមួយទៅមួយរហូតដល់ចប់ទៅយើងអាចផុសមួយទៀតបានអញ្ចឹងណាចឹងហៅថា single video ប៉ុន្តែ multiple video នេះពាក្យថា multiple ប្រើតែពហុគុណឬក៏ការគុណណាអញ្ចឹង multiple video យើងប្រើថាការផុសវីដេអូបានច្រើនអញ្ចឹងណាបាទខ្ញុំអត់សូវចេះអង់គ្លេសដែរបាទឥឡូវចូលទៅ multiple យើងចុចមកចូល multiple បាទរួចហើយយើងចូលឡើង upload វីដេអូហើយចុចមក upload វីដេអូរួចហើយយើងទៅរកវីដេអូដែលឡើងដែលយើងដាក់បាទនេះខ្ញុំមើលវីដេអូខ្ញុំសិនបាទនេះគឺជាវីដេអូរបស់ខ្ញុំបាទមានច្រើនអត់ដែលខ្ញុំធ្វើពីចម្រៀងបាទចម្រៀងចោលឥឡូវខ្ញុំចង់ផុសនៅខ្ញុំផុសដល់ណាចេះបាទឥឡូវខ្ញុំផុសបាទខ្ញុំចុច select ទៅនេះមួយrồiហើយខ្ញុំចុច shift ហើយខ្ញុំចុចទៅ2 3 4 5 6 7 8 9 10 11បាទអញ្ចឹងមកបានហើយបាទ40វីដេអូបាទនេះបាទ1 2 3 4បាទអញ្ចឹងផុសដល់បាន40វីដេអូណាអញ្ចឹងទៅការផុសនេះគឺចំនួនផុសបានពិតប្រាកដគឺចំនួន50វីដេអូឬក៏49វីដេអូបើលើសពី50វីដេអូយើងមិនអាចផុសបានម្ដងទៅបាទត្រឹមតែ50ចុងក្រោមអញ្ចឹងចង់បញ្ជាក់បងប្អូនអញ្ចឹងណាយើងមិនអាចផុសបានច្រើនលើសពី50ទេបាទឬក៏យើងអាចធ្វើអញ្ចឹងក៏បានឧទាហរណ៍យើងអញ្ចឹងយើងចុចត្រឹមនេះយើងចង់ផុសត្រឹមនេះណាបាទយើងចុចទៅមកឬហើយដៃមួយទៀតយើងចុច shift ហើយយើងអូសមកហើយមកចុចដល់នេះបាទអញ្ចឹងយើងបាន select ទាំង40វីដេអូបាទនេះយើងចុចតែម្ដងរួចបាទយល់ទេបងប្អូនបាទឥឡូវបើយើងយល់ហើយយើងចូលទៅ select ហើយយើងចូលឲ្យ open នេះមកបាទ open បាទនេះយើងបានមកហើយបាទ
នឹងចង់បញ្ជាក់តិចបាទបញ្ជាក់ថាវីដេអូរបស់យើងត្រូវតែមានវីដេអូជាស្រេចហើយមានចំណងជើងឬជាស្រេចផងដែរបាទដើម្បីយើងផុសងាយស្រួលផុសអញ្ចឹងណាអញ្ចឹងយើងទៅសេចំណងជើងនៅកន្លែងវីដេអូឲ្យហើយមកឬហើយយើងចាំផុសបាទនេះយើងចេញហើយបើសិនជាយើងអត់មានចំណងជើងទេយើងចាំសេចំណងជើងម្ដងមួយគឺថាវាយូរអញ្ចឹងណាបាទនេះឡើង title នេះហើយយើងសេម្ដងមួយធ្វើយើងនេះវាកាន់តែយូរបាទវីដេអូកុំព្យូទ័រយើងដូចជាអត់ស្រួលដែរស្មើពីសេវាវាអត់ស្ដារនេះបាទអញ្ចឹងយើងមើលចំនួននេះគឺ40វីដេអូនៅកន្លែងនេះបាទនេះ40វីដេអូបាទអញ្ចឹងវាអត់ទាន់ដានដើរមួយទេគឺទៅតែបាន1.2.0% like ទេបាទក្នុងចំណោម40អត់ទាន់បានលោតចេញមួយទេបាទអញ្ចឹងផែនការបន្តទៅទៀតគឺយើងត្រូវបើកនេះឡើង40តែម្ដងបាទពងដាហើយបាទយើងបើកកន្លែង save ទៅត្រាប់ពីមកយើងចុចពីមករួចហើយយើងគ្រីសកន្លែង public now មករួចហើយចុចពីដានបាទយើងធ្វើចឹងរហូតបាទនេះចេញហើយភាសាវីដេអូខ្លីៗដែរបាទអញ្ចឹងយើងបើកអស់មកបើកចូល public អស់មកឥឡូវយើងដើរពេញហើយបងប្អូនគឺ 100% អស់នេះបាទ QQ នេះគឺ 100% អស់ហើយយើងអូសទៅលើដល់ក្រោមបាទគឺថាពេញអស់ហើយសុទ្ធតែ100% ទាំង40វីដេអូអស់ហើយបងប្អូនបាទឥឡូវយើងមកមើលនេះបងប្អូនយើងជិះជាមួយនឹងនេះណាគឺ40អស់40វីដេអូអញ្ចឹងគឺ 100% ហើយបាទហើយកុំភ្លេចបើសិនជាយើងអត់បានដាក់ចំណងជើងយើងបាក់សេចំណងជើងម្ដងទៀតឡើយនេះអញ្ចឹងណាបាទឡើយនេះយើងដាក់ title មកយើងចុចទៅនឹងមកបាទយើងចុចចឹងមកយើងអាចទៅសេបានយើងសេរួចហើយដាក់ពាក្យថាដាំចឹងមកបានហើយនេះយើង descript your video ចឹង descript យើងចង់សេពីអីយើងដាក់មកឡើយនេះ descript ដើម្បីទៅនេះ tag បាទ tag មកចង់ tag ជាមួយណាខ្លះយើងអាចដាក់មកបាទបើយើងធ្វើពីចម្រៀងចឹងយើងតាក់ទង tag គឺដាក់តែចម្រៀងដែរមកឥឡូវយើងពេញហើយវាអត់មានបាក់ទេយើងគ្រាន់តែចាប់មកអូសមកយើងដាក់ថា save ហ្នឹងបាទ save change មកយើងចុចមកបាទរួចហើយវាលោតបន្តទៀតលោតបន្តទៀតចឹងណាបាទលោតនេះបាទនេះឃើញទេបាទ zero of 40 ready បាទអញ្ចឹង40នេះវារួចរាល់ហើយប៉ុន្តែវាលោតសារថ្មីមកទៀតបាទគឺ your posts are being created ចាប់ផ្ដើមទៀតគ្រប់40បាទ39បាទ40បាទអញ្ចឹងនេះបាទ40វីដេអូ post are processing បាទឥឡូវយើងបានហើយនេះបាទតែ40វីដេអូដែលខ្ញុំផុសមិញគឺចាញ់មកបានហើយនេះអរគុណច្រើនវីដេអូគឺមានតែប៉ុណ្្នឹងទេបាទសូមកុំភ្លេចបាទអ្នកដែលដៃថ្មីសូមជួយចុចបាទ subscribe ឬក៏ជួយ like បាទ channel ខ្ញុំម្នាក់មួយផងកុំភ្លេចជួយចុច subscribe បាទអរគុណ